ចឹងតកតងជាមួយនឹងស្ថានភាពជំងឺនេះតាមបទពិសោធន៍របស់លោកសាស្ត្រាចារ្យផ្ទាល់ថាតើមានច្រើនទេនៅក្នុងប្រទេសកម្ពុជាយើងมันសូវជាមានទេលោកស្រីប៉ុន្តែបើសិនជាមានវាចូលលក្ខណៈធ្ងន់ធ្ងរទៅហើយមានន័យថាវាវិវត្តទៅធ្ងន់ទៅហើយធ្ងន់មានន័យថាអ្នកជំងឺចូលមកក្នុងស្ថានភាពមួយដែលប៉ះពាល់ទៅលើការបញ្ជារបស់គាត់បាត់ហើយប៉ះពាល់ទៅលើការបញ្ជាមានន័យថាខួរឆ្អឹងហ្នឹងវាចាប់តាមខូចខាតហើយអញ្ចឹងពេលខ្លះយើងវះយកអាដុំសាច់នឹងចេញមកវិញក៏ខួរឆ្អឹងហ្នឹងវាអាចដំណើរការបានមកវិញដែរអញ្ចឹងមានន័យថាគាត់ទុនហើយទោះបីយើងយកសាច់នឹងចេញមកវិញក៏គាត់នៅតែទុនដដែលលោកស្រីបាទបើក្នុងករណីដោយលោកសាស្ត្រាចារ្យមានប្រសាសន៍ថាសូម្បីតែយើងកាត់ឬក៏វះយកចេញទៅហើយដុំសាច់ហ្នឹងប៉ុន្តែมันបានស្ដារលទ្ធភាពគាត់ឲ្យបានឡើងវិញទេតែយើងចាំបាច់ត្រូវតែយកចេញទេឬក៏បើមិនយកចេញទេវាបង្កហានិភ័យច្រើនជាងនឹងចា៎តាមពិតវាមានបែបផែនមកគេបើការវិវត្តហ្នឹងបើសិនជាការគៀបហ្នឹងក្នុងកម្រិតមួយដែលខួរឆ្អឹងហ្នឹងនៅរស់ខ្ញុំនិយាយថានៅរស់ចាស់នៅរស់មានន័យថាគាត់នៅដឹងវាមិនមែនសោះទេបើសោះមានន័យថាបើគៀបទៅជើងហ្នឹងគឺលែងដឹងសោះហើយអញ្ចឹងមានន័យថាខួរឆ្អឹងហ្នឹងវាបានខូចទៅហើយអញ្ចឹងខួរឆ្អឹងជាកោសិកាមួយដែលវាខូចហើយលោកស្រីបាទវាអាចហួរមកវិញបានទេបាទប៉ុន្តែបើសិនជាវាមានការខូចខាតប៉ុន្តែវានៅរស់ដែរខ្ញុំចង់និយាយថាជើងហ្នឹងវាគ្រាន់តែទន់ទេប៉ុន្តែនៅអាចកម្រើកបានខ្លះអញ្ចឹងការវះយកចេញហ្នឹងក៏អាចធ្វើឲ្យគាត់ហ្នឹងវិលមកស្ថានភាពអាចថានឹងប្រក្តីឬក៏ចិត្តនឹងប្រក្តីបានដែរលោកស្រីចំនួនមួយទៀតលោកស្រីថាចុះបើសិនជាគាត់ចូលមកស្ថានភាពធ្ងន់ធ្ងរទៅហើយជើងហ្នឹងលែងកម្រើកបានទៅហើយទោះបីការវះកាត់សង្ឃឹមថាมันអាចនឹងកម្រើកបានទៅវិញយើងវះគាត់ដើម្បីអីបើសិនជាសាច់ហ្នឹងបើសិនយើងទុកនៅនឹងទៀតការវិវត្តវាទៅទៀតដែរកាលយើងយកមកវាកាត់មកជាសាច់ដែលនៅល្អហើយសាច់ដែលល្អមានន័យថាមិនមែនជាសាច់កាចទេប៉ុន្តែបើយើងទុកវាចោលហ្នឹងវាจะធំទៅអញ្ចឹងវានឹងវិវត្តទៅមហារីកហើយតែមហារីកអញ្ចឹងទោះបីយើងវះយកសាច់ហ្នឹងចេញហើយក៏យើងនៅព្យាបាលនៅខាងការរីកសាយភាយនៃមហារីករបស់គាត់នោះទៀតហើយលោកស្រីបាទអញ្ចឹងជាជំងឺមួយដែលមានហើយការព្យាបាលហ្នឹងគឺអត់ព្យាបាលដោយថ្នាំទេគឺការវះកាត់គឺជាជំរឿនទៅមួយគត់សម្រាប់ជំងឺដុំសាច់សរសៃវិញ្ញាណហ្នឹងលោកស្រី